មកប្រកួតលើកដំបូងគឺមានហ្វេនជាច្រើនបូលីអេណាមែនទេបានណាឡើយអេណាគឺគាត់បានធ្វើការសម្រក់រាងជាមួយនឹងផលិតផលកាហ្វេសម្រក់ AK7 និងប្រូតេអ៊ីនរបស់ក្រុមហ៊ុន AK7 គឺគាត់ស្រក់តែដល់20គីឡូជាងជំរាបសួរណាសម្រាប់កាដូរបស់យើងចំនួន 1000 កាដូគឺបានចែកជូនទៅកាន់ពុកម៉ែបងប្អូនទៅជាហ្វេនអស់ហើយចឹងពិតជាអស់មិនបានតែរៀងស្អាតទេវាជួយធ្វើឲ្យយើងមានស្បែកភ្លឺថ្លាចាសូមបងសាយទីថ្មីទៅដល់កញ្ញាកូអេណាដែលបានខ្លាចទៅជា PM ចាំនៅក្រុមហ៊ុន AK7 ផងដែរចាអាចចង់និយាយបានថាសម្រាប់មនុស្សស្រីម្នាក់តែតែកើតមកចង់បានរៀងស្រស់ស្អាតរៀងសឡូនចាមិនចង់និយាយថាអត់មានអ្នកណាគេម្នាក់ដែលចាំទទួលនឹងពាក្យបូលីដែលគេបូលីមកលើខ្លួនស្រារបស់យើងឯងហើយសម្រាប់រូបនេះខ្ញុំដែរពេលដំបូងដែលនេះខ្ញុំដាក់ពាក្យចូលរួមប្រកួត Miss Grand Cambodia ដំបូងមកគឺមានពុកម៉ែបងប្អូនចេះតែគឺមានច្រើនមែនតើដែលគាត់តែងតែមានពាក្យ comment ជាច្រើនដែលគាត់តែងតែអូយធាត់ម៉ែផ្លូវធំម៉ែរូបរាងកំម៉ាប់មិនអត់សមត្រូវជាមួយនឹងស្តង់ដារ Miss Grand ទេអត់គួរណាចូលមកប្រកួតទេចេះតែគឺមានច្រើនមែនតើប៉ុន្តែខ្ញុំតែងតែយកពាក្យទាំងអស់ហ្នឹងដើម្បីមកអភិវឌ្ឍខ្លួនឯងហើយខ្ញុំក៏សម្រេចចិត្តជ្រើសរើសជាមួយនឹងកាហ្វេ AK7 ចាអ្នកនរគ្នាគឺខ្ញុំធាត់ខ្លាំងមែនតើកម្មយ៉ាងហ្នឹងក៏មានពុកម៉ែបងប្អូនច្រើនដែលគាត់បានឃើញថារៀបខ្ញុំគឺធាត់ប៉ុណ្ណាក៏ផ្លូវធំមកមែនទេបងប៉ុន្តែពេលដែលខ្ញុំក្រោយដែលខ្ញុំបានប្រើប្រាស់ដាក់ចិត្តថាប្រើជាមួយនឹងផលិតផលរបស់ AK7 គឺនេះខ្ញុំមានទំនុកចិត្តហ្មងអ្នកនរគ្នាបាននេះខ្ញុំអាចខ្លាចជាមួយនឹង BA មកដល់នៅថ្ងៃនេះ